ក្រុមហ៊ុនរថយន្ត BYD បានធ្វើការប្រមូលរថយន្តច្រើនជាង 115,000 គ្រឿងដោយសារតែបញ្ហាការរចនានិងបញ្ហាថ្មទីក្រុងប៉េកាំងនាយកទីផ្សាររបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រទី17 ខែតុលាឆ្នាំ2025នេះថាក្រុមហ៊ុនផលិតរថយន្តចិន BYD នឹងធ្វើការប្រមូលមកវិញដល់ធំបំផុតរបស់ខ្លួននៅរថយន្ត Tang Series និងយ័ន្តប្រូជាង 115,000 គ្រឿងដែលផលិតនៅចន្លោះឆ្នាំ2015និង2022ដោយសារតែបញ្ហាការរចនានិងហានិភ័យសុវត្ថិភាពទាក់ទងនឹងថ្ម BYD បានដាក់ផែនការមួយទៅរដ្ឋបាលរដ្ឋសម្រាប់បទបញ្ញត្តិទីផ្សារដើម្បីប្រមូលរថយន្តស៊េរី Tang ចំនួន 44,535 គ្រឿងដែលផលិតនៅចន្លោះខែមីនាឆ្នាំ2015ដល់ខែកក្កដាឆ្នាំ2017ដែលក្នុងនោះគុណវិបត្តិនៃការរចនាសមាសធាតុមួយចំនួនអាចបណ្ដាលឲ្យមានមុខងារមិនប្រក្រតី។